អនុញ្ញាតឲ្យខ្ញុំបាទធ្វើការបញ្ជាក់ជូនទៅបងប្អូនជនរួមជាតិយើងគឺចង់បញ្ជាក់ជូនបងប្អូនជនរួមជាតិយើងពីខេត្តពោធិ៍សាត់ដោយសារឃើញមានការលើកឡើងច្រើនពីរឿងបញ្ហាថៃនិងបញ្ហាភ្លើងរវាងប្រជាជនចក្រថៃនិងប្រជាជនចក្រកម្ពុជាខ្ញុំបាទសូមការបំភ្លឺសូមធ្វើការបំភ្លឺជូនបងប្អូនជនរួមជាតិពីនេះទៅថាទី1ប្រជាជនចក្រកម្ពុជាយើងនៅពេលនេះម៉ោងនេះថ្ងៃនេះយើងពុំបានយកភ្លើងពីប្រជាជនចក្រថៃចូលមកកាន់ប្រជាជនចក្រកម្ពុជានៅក្នុងបណ្ដាញជាតិរបស់ប្រទេសទាំងពីរទេគឺការយកភ្លើងពីបណ្ដាញជាតិថៃមកបណ្ដាញជាតិកម្ពុជាគឺមិនបានយកភ្លើងទេគឺសូន្យហើយការដែលមិនយកភ្លើងពីបណ្ដាញជាតិថៃមកចូលបណ្ដាញជាតិកម្ពុជាគឺដោយសារប្រជាជនចក្រកម្ពុជាយើងមានអគ្គិសនីគ្រប់គ្រាន់ដើម្បីធ្វើការផ្គត់ផ្គង់ជូនគ្រប់ទីកន្លែងទាំងអស់ដែលភ្ជាប់ទៅនឹងបណ្ដាញជាតិរបស់ប្រជាជនចក្រកម្ពុជាស្អីទៅហៅថាបណ្ដាញជាតិដែលថាបណ្ដាញជាតិគឺជាការភ្ជាប់ភ្លើងតង់ស្យុងខ្ពស់ចាប់ផ្ដើមពីតង់ស្យុង115 kV ដល់230 kV ដល់500 kV គឺតាមរយៈបណ្ដាញតង់ស្យុងខ្ពស់ក្នុងបណ្ដាញជាតិដែលជាឆ្អឹងកងខ្នងរបស់ប្រជាជនចក្រកម្ពុជាក៏ដូចជាឆ្អឹងកងខ្នងធំរបស់ថៃគឺយើងអត់បានយកភ្លើងនេះមកបំពេញឲ្យគ្នានៅពេលនេះទេដោយសារយើងមានសមត្ថភាពដើម្បីធ្វើការផ្គត់ផ្គង់ភ្លើងគ្រប់គ្រាន់ដោយឡែកមានសហគមន៍តែ3ទេនៅក្នុងប្រជាជនចក្រកម្ពុជាដែលជាប់នឹងព្រំដែនដូចជាតំបន់ខ្លះនៃអូស្មាច់ដែលយកភ្លើងពីថៃតាមរយៈតង់ស្យុងមធ្យមហើយហ្នឹងអត់ចូលបណ្ដាញជាតិទេគ្រាន់តែភូមិចិត្តគ្នាយកបន្តិចទៅដោយសារវាចិត្តគ្នាប្រសិនបើមានការផ្ដាច់ពីថៃយើងក៏អាចមានលទ្ធភាពដើម្បីជូនភ្លើងពីបណ្ដាញជាតិហ្នឹងទៅផ្គត់ផ្គង់ដែរដូច្នេះប្រសិនបើមានការអាក់ខានបណ្ដាញជាតិរបស់យើងគឺអាចឈរជើងបានសូមបញ្ជាក់ជូនប៉ុណ្ណឹងប៉ុន្តែក៏សូមអំពាវនាវបងប្អូនយើងទាំងអស់ទូទាំងប្រទេសដែលបានស្ដាប់ព័ត៌មាននេះសូមកុំឲ្យដុតព័ត៌មាននេះឲ្យទៅជារឿងផ្សេងសូមកុំឲ្យក្លែងពាក្យសម្ដីសូមកុំឲ្យឌឺដងថាយើងមិនត្រូវការគ្នាទៅវិញទៅមកនៅក្នុងពិភពលោកយើងនេះការភ្ជាប់បណ្ដាញប្រទេសមួយទៅប្រទេសមួយគឺជាផលចំណេញទាំងអស់គ្នាអាមេរិកក៏យកភ្លើងពីកាណាដាប្រទេសនៅក្នុងបណ្ដាសហគមន៍អឺរ៉ុបក៏ប្រតិកលាគ្នាទោះបីជាមានការតឹងតែងព្រំដែនអីក៏នៅតែប្រើភ្លើងទៅវិញទៅមកនៅអាហ្វ្រិកក៏មានបណ្ដាញឆ្លងប្រទេសដូចគ្នានៅក្នុងអាស៊ានយើងក៏មានផែនការដើម្បីភ្ជាប់បណ្ដាញអគ្គិសនីអាស៊ានជាតិដូចគ្នាជាពិសេសការប្រជុំចុងក្រោយជំនួបកម្ពុជារវាងថ្នាក់ដឹកនាំអាស៊ានទាំង10នៅឯប្រទេសម៉ាឡេស៊ីដោយសារម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំនេះក៏មានការលើកឡើងអំពីបញ្ហានៃការភ្ជាប់បណ្ដាញអគ្គិសនីអាស៊ាន10ទាំងអស់គ្នាថ្ងៃអនាគតដូច្នេះការបំភ្លឺនេះគ្រាន់តែជាការបំភ្លឺជាព័ត៌មានជូនជនរួមជាតិហើយសូមអំពាវនាវកុំឲ្យដុតរឿងទៅជារឿងផ្សេងសូមឲ្យប្រទេសទាំងអស់នៅក្នុងអាស៊ានមានការសហការគ្នាជាបន្តថៃនិងកម្ពុជាក៏ត្រូវសហការគ្នាបន្តដើម្បីចំណេញទៅចំណេញមកទៅវិញទៅមកដូច្នេះបញ្ហានេះសូមឲ្យបងប្អូនទទួលយកនៅការពិតនេះហើយសូមសដុំពរកុំឲ្យមានការផលិតព័ត៌មានคล้ายៗទាំងឡាយដែលវាប្រឆាចពីការពិតសូមអរគុណ